មកសាត់រៀនធ្វើវីដេអូព្រាល background ខាងក្រោយបែបនេះជាមួយខ្ញុំទាំងអស់គ្នាបាទអញ្ចឹងជំរាបដំបូងបងប្អូនចូលមកកាន់កម្មវិធី VN មកបន្តមកទៀតបងប្អូនយកមកចូលចុចកន្លែងសញ្ញាបូកហើយចុចយកកន្លែងនេះដើម្បីយើងយកវីដេអូមកកាត់បន្តមកទៀតយើងជ្រើសរើសវីដេអូរបស់យើងដែលយើងចង់ធ្វើអញ្ចឹងមកហើយក៏ចុចកន្លែងនេះបន្តទៀតបន្ទាប់ពីចុចបែបនេះបងប្អូនចុចឲ្យចំនៅលើវីដេអូហ្នឹងហើយបងប្អូនយក double click បាទចុចកន្លែងហ្នឹងបានវីដេអូនេះជា2បងប្អូនអូសមកខាងក្រោមអូសឲ្យផុតអញ្ចឹងបន្ទាប់ពីអូសផុតឃើញកន្លែង overlay បាទ track នេះបងប្អូនចុចអាហ្នឹងមកអញ្ចឹងវីដេអូយើងវានឹងឡើងទៅលើអញ្ចឹងយើងចុចឲ្យខាងលើនេះបាទខាងលើនេះអូសវាទៅដល់ដើមស្មើវីដេអូយើងមកហើយខាងក្រោមបងប្អូនចុចលុបវិញបាទកន្លែងនេះចុចលុបវិញអូខេចុចលុបបែបនេះហើយអញ្ចឹងយើងចង់ធ្វើផ្ទៃខាងក្រោយឲ្យព្រាលអញ្ចឹងបងប្អូនអានេះយើងត្រូវលុបលុប background អញ្ចឹងពេលចង់លុប background បងប្អូនចុចឲ្យចំវីដេអូហ្នឹងមកបន្តមកនេះបងប្អូនមើលកន្លែងនេះ cut out ហើយក៏ចុចពាក្យ cut out នេះមកអញ្ចឹងវានឹងធ្វើការកាត់ឲ្យយើងហើយការកាត់បានលឿនឬយឺតអាស្រ័យទៅលើវីដេអូរបស់យើងបើសិនជាវែងហ្នឹងគឺរៀងយូរហើយបើសិនជាខ្លីដូចខ្ញុំនេះទេគឺលឿនដែរទេបាទហើយបន្ទាប់មកកាត់ហើយយើងចុច tick បន្ទាប់ពី tick ហើយវីដេអូឃើញទេគឺហើយយើងដាក់ឲ្យស្មើគ្នាអញ្ចឹងមកបងប្អូនតមកទៀតយើងធ្វើកន្លែងនេះយើងធ្វើឲ្យព្រាលអញ្ចឹងយើងចុចឲ្យចំមកវីដេអូក្រោមហើយយើងត្រមកពីនេះកន្លែង blur បងប្អូនណាបាទយើងយក blur មកខាងក្រោយនេះគឺរៀងព្រាលបាទយើងចង់ឲ្យ blur ប៉ុណ្ណាស្រេចលើយើងបាទឥឡូវខ្ញុំយកប៉ុណ្ណេះហើយចុច crease វាមកអូខេប៉ុណ្ណឹងគឺយើងទទួលបានប៉ុណ្ណេះបន្ទាប់ពីពេញចាត់ប៉ុណ្ណឹងហើយគឺយើងចុច save វាមកបាទចុច export ចេញមកគឺជាការស្រេចអូខេអញ្ចឹងសម្រាប់វីដេអូហ្នឹងគឺមានប៉ុណ្ណឹងអញ្ចឹងបើពេញចិត្តជួយ follow ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីទៀត